ជំរាបសួរពុកម៉ែបងប្អូនមកចាស់និងមកថ្មីថ្ងៃនេះស្ដេចជ្រូកអាំងពលឺពេជ្រសូមណែនាំជូនអតិថិជនទាំងចាស់ទាំងថ្មីថាថ្ងៃនេះយើងមានជាប្រភេទជ្រូកផ្លិតដែលយើងចម្អិនជូនជាប្រចាំថ្ងៃហើយជ្រូកមួយនេះគឺយើងត្រៀមនឹងចម្អិនបន្តក្រោយអំពីបន្តិចទៀតចង់ជំរាបជូនថាជ្រូកខាងយើងខ្ញុំមិនមានការប្រើលក្ខទេពុកម៉ែបងប្អូនណាអត់ប្រើលក្ខទេហើយជ្រូកនេះពេលដែលឆ្អិនហើយគឺពណ៌របៀបនេះពុកម៉ែបងប្អូនណាបាទពណ៌របៀបនេះពេលដែលឆៅហើយក្នុងរូបមន្តលាយគឺយើងលាយទឹកឃ្មុំបាទទឹកឃ្មុំនិងវត្ថុធាតុដើមផ្សេងហើយលោកអ្នកឆ្ងល់ចុះហេតុអីពណ៌មិនស្មើគ្នាដោយសារអ្នកចំអិនគឺគាត់លាយអត់បានសពមានន័យថាទឹកឃ្មុំច្រើននិងតិចកាលណាទឹកឃ្មុំតិចពណ៌រាងស្រាលទឹកឃ្មុំចាស់ទៅគឺពណ៌រាងឡើងសម្បកកលាតប៉ុន្តែផ្ដោតសំខាន់គឺទៅលើគុណភាពស្បែកស្រួយដូចគ្នាពុកម៉ែបងប្អូនណាបាទស្រួយដូចគ្នាហើយលោកអ្នកមានតម្រូវការកុំភ្លេចជាមួយនឹងស្ដេចជ្រូកអាំងពលឺពេជ្រលោកអ្នកអាចពិនិត្យមើលបានបាទគុណភាពស្បែកស្រួយល្អណាស់ពុកម៉ែបងប្អូនណាបាទស្រួយល្អណាស់អញ្ចឹងជំរាបជូនលោកអ្នកដែលចង់លើកយកទៅលក់បន្តនៅតាមខេត្តឬក៏នៅក្រុងភ្នំពេញជាប្រភេទហាងធំក្តីលោកអ្នកអាចធ្វើការតំណាក់តំណងមកជាមួយស្ដេចជ្រូកអាំងពលឺពេជ្របានមានទទួលបោះដុំនិងលក់រាយគ្រប់ជ្រូកទាំងអស់ហើយលោកអ្នកដែលមាននៅតាមខេត្តបាទនៅតាមខេត្តដែលលោកចង់លក់បន្តអាចតំណាក់តំណងមកបានហើយចំពោះជ្រូកដែលយើងបោះមានទាំងទឹកសុះហើយនឹងមានទឹកជ្រលក់លោកអ្នកយកទៅគ្រាន់តែកម្ដៅគឺលក់ជូនអតិថិជនបានហើយតម្លៃគិតជូនទាបសមរម្យចែកគ្នារស់ពុកម៉ែបងប្អូនណាបាទចែកគ្នារស់ខ្ញុំបានបន្តិចលោកអ្នកដែលយកទៅបានបន្តិចអញ្ចឹងយើងដំណើរការទាំងអស់គ្នាអញ្ចឹងលោកអ្នកមានតម្រូវការអញ្ជើញមកបាទអញ្ជើញមកតំណាក់តំណងក៏បានមកដល់ទីតាំងផ្ទាល់ក៏បានមានតម្រូវការអាចធ្វើការកម្មង់បានបាទទាំងជ្រូកខ្វៃនិងជ្រូកអាំងនិងលក់បន្តលោកអ្នកអាចធ្វើការកម្មង់បានបាទហើយជាចុងបញ្ចប់នៃវីដេអូសូមគោរពអរគុណដល់ម៉ូចាស់និងម៉ូថ្មីអតិថិជនដែលបានមើលទស្សនានៅវីដេអូនេះបាទសូមគោរពអរគុណដែលតែងតែគាំទ្រស្ដេចជ្រូកអាំងពលឺពេជ្ររយៈពេល6ឆ្នាំនេះដែលតែងតែគាំទ្រជារៀងរហូតមកសូមគោរពជូនពរអស់លោកអ្នកទទួលបានសេចក្តីសុខគ្រប់ក្រុមគ្រួសារលាភជ័យធ្វើដំណើរសុខសុវត្ថិភាពគ្រប់ពេលគ្រប់វេលាបាទសូមអរគុណ